តបបងប្អូនអរគ្នាពេលដែលបងប្អូនទទួលបានម៉ាស៊ីនហើយដំបូងគឺយើងត្រូវតទឹកអញ្ចឹងខ្ញុំនឹងនាំបងប្អូនពីបង្ហាញពីរបៀបតទឹកអញ្ចឹងអានេះជាទយោទឹកចូលអញ្ចឹងទយោទឹកចូលគឺយើងប្រើលេខ21ទយោមួយនេះសម្រាប់ភ្ជាប់ជាមួយទឹកអញ្ចឹងអានេះទយោយើង21ស្រាប់ហើយអញ្ចឹងដើម្បីតនេះបានយើងត្រូវដោយសារយើងម៉ាស៊ីននៅខាងក្រោមជាងត្រូវទម្លុះយើងមានបន្លោះមួយនៅខាងក្រោមអញ្ចឹងយើងមិនបាច់ទេយើងចោះទយោនៅខាងក្រោមហ្នឹងតម្លាក់ទៅក្រោមហើយយើងមានស្នែកៅមួយដើម្បីភ្ជាប់មួយទយោតែហើយខ្ញុំមិនចង់ទៅយកមកវិញហ្នឹងអញ្ចឹងបងប្អូននៅខាងក្រោយម៉ាស៊ីនអានេះទយោទឹកចូលរបស់យើងហើយអានេះទយោទឹកចេញសម្រាប់ model មួយនេះហើយកន្លែងនេះក្បាល27ហើយយើងមាន2មានអានេះ27អានេះ21អញ្ចឹងអាក្បាលនេះយើងភ្ជាប់ជាមួយម៉ាស៊ីនហ្មងចឹងណាហើយបងប្អូនមួយចូលតែម្ដងយើងរត់មកតឹងគាត់ថ្ងៃនេះអត់គឺជាប់ហើយសម្រាប់ក្បាល21នេះគឺយើងជាប់មួយក្បាលមួយនេះ yes រំស្គត់ទឹកហើយចាំយើងមួយចូលហ្មងយើងបានជាប់យកទឹកចូលហើយអានេះយកទឹកចូលរបស់យើងជាប់ម៉ាស៊ីនគឺបត់អញ្ចឹងហើយកែអញ្ចឹងហើយអានេះសម្រាប់យើងភ្ជាប់ជាមួយទយោនេះហ្មងឥឡូវយើងបានតហើយយើងអាចមួយជាប់បានកន្លែងពេញដែរបងឲ្យបាច់5យកទៅ